បាទសូមជម្រាបសួរមកកាន់វីដេអូទី1បាទហើយថ្មីបាទពីរោះមិនពីរោះសូមមកកែប្រកាន់ណែបងប្អូនណាសូមអធិស្ឋានទុកជាមុនបាទនេះខ្លោងទ្វារចូលភាសាប្រខ័ណ្ឌបាទក្នុងគ្នាចូលមកឲ្យទៅស្ដាប់បងប្រុសគាត់ណែនាំពីប្រវត្តិសាស្ត្រនៃភាសាប្រខ័ណ្ឌខ្លះៗបងបាទសូមស្ដាប់ទាំងអស់គ្នាបាទសូមអរគុណបាទអញ្ចឹងអានេះគេហៅបង្គោលសីមាវាមានតែខាងលិចនិងខាងកើតទេបង្គោលសីមានេះគេនិយាយពីសង្ឃធម៌ទាំង8ប៉ុន្តែរូបចម្លាក់របស់ប្រពុតនោះគេដាប់ចោលកាលមានទំនើបសាសនាអស់ហើយនៅសល់តែសង្ឃខាងក្រោមទេសង្ឃនោះគេគិតថាវាជាស្ដេចសត្វព្រៃទេប៉ុន្តែយកមកឆ្លាក់នេះតំណាងឲ្យអ្នកដែលចេះដឹងមានអំណាចក្នុងពុទ្ធសាសនាអញ្ចឹងណាយើងមើលទៅនេះមកខាងក្រោយមុខខាងក្រោយនេះហ่าដែរដែលทำនេះ8នាក់ណាស្អីបើអ៊ុយនេះគឺគេដាក់ក្រោយទេដាក់ទៀនដែលវាបែកបាក់ទៅវាខូចទៀនវាឲ្យជាប់មកវិញណាគឺបាក់ទៅវាមិនបាច់ត្រូវល្អព្រោះវាបែកបាក់ម្ដងហើយបានគេចូលខាងក្នុង